ហើយអានេះវាមានសញ្ញានេះបានថា wave swing សម្រាប់ array motor array បាទហើយsingle យើងវាមានមុខងារច្រើនទៀតក្នុងហ្នឹងអញ្ចឹងបើសិនជាយើងអត់អាចប្រើបានគ្រប់មុខងារទេយើងប្រើទៅតាមមុខងារធម្មតាទៅយើងគ្រាន់តែទី1យើងចុចប៊ូតុង on ហើយបន្ទាប់មកយើងកំណត់សីតុណ្ហភាពបាទអញ្ចឹងសីតុណ្ហភាពបើសិនយើងកំណត់យកសីតុណ្ហភាពដល់28 30អង្សាអញ្ចឹងកុំព្យូទ័រអត់ដើរទេគឺដើរតែជាហាលទេអញ្ចឹងបាទហើយបន្ទាប់មកយើងសីតុណ្ហភាពដែលអត់ប៉ះពាល់សុខភាពគឺចន្លោះពី24 25អង្សាហ្នឹងអាហ្នឹងអត់សូវប៉ះពាល់សុខភាពបើថាប្រហែលខែត្រជាក់បាទដូចយើងប៉ុណ្ណឹងបាទបើយើងយកឲ្យដល់18 16បាទយើងយកពាក្យ cool យកពាក្យ cool បាទ cool ហើយយើងសេរី temperature មកបើថា temperature ដល់28 30បានន័យថាវាអត់ដើរកុំព្យូទ័រទេយើងយកហាលហើយយើងតាំងយកហាលដែរយើងយកអីបាទអញ្ចឹងចាប់ពី25មកបានវាដើរកុំព្យូទ័រតែកុំព្យូទ័រដើរឆាប់ដាច់ទេបាទអត់សូវស៊ីភ្លើងទេភាសាអាហ្នឹងលក្ខខណ្ឌដល់បន្ទប់ត្រូវនឹងកម្លាំងម៉ាស៊ីនហើយនឹងបន្ទប់បិទចិត្តដែរបន្ទប់យើងអត់បិទចិត្តហើយបន្ទប់ធំប៉ុណ្ណាណីក៏វាមិនដាច់ដែរវាអត់ដល់ sensor អត់គ្រប់ sensor បាទអញ្ចឹងអានេះយើង select មកអញ្ចឹងយើង select យកតែពាក្យ cool មកបានណាពាក្យ cool បាទ cool បាទចូលលេខ mode ហើយយកពាក្យ cool យកតែពាក្យ cool មកឲ្យបិទបើកឲ្យប្រើធម្មតាចុច select យកវាគ្រូយកពីណានេះទី1យើងបើក on off មកហើយយើងបើសិនវាចំ cool យើងមិនបាច់ select ទៀតទេអញ្ចឹងបាទបើសិនជាវាចំ dry យើងអត់នេះទេយើងអត់យកទេវាថាចំ fan យើងអត់យកដែរបើចំអីគេនេះheat កម្ដៅក៏អត់យកដែរបាទបើចំអូតូក៏អត់យកដែរបើចំយើងតែយក cool បាទចឹងចុចតែប៉ុណ្្នឹងហើយជាប់តែប៉ុណ្្នឹងហើយយើង select តែ temperature មកហើយនឹងល្បឿនហាលអីមកហើយអា swing ឯនោះបានណាហើយបើកាលណាជាប់អីញ៉ាំដល់ចេញដល់ថ្មមកវា restart ឡើងវិញយើងប្រើបានវិញជាប់អីទេបាទគ្រូបាទនេះបានណាបាទតែប៉ុណ្្នឹងមកប្រើអូខេមិនសិនជាបាទគ្រូហើយយើងមិនបាច់ដាក់ស្អីញ៉ាំច្រើនហើយវាមានមុខងារវាច្រើនទៀតយើងខ្ញុំអាចចេះអស់ពេលអាម៉ាផ្សេងមុខងារផ្សេងទៀតតែមុខងារមួយហ្នឹងដូចគ្នាទាំងអស់បាទមានគ្រប់ទាំងអស់បាទ